ហ្នឹងហើយថ្ងៃនេះក្រុមការងារកសិករ Digital ចេញទៅលក់ទៀតហើយអញ្ចឹងពុកម៉ែបងប្អូនកុំភ្លេចតាមដានទស្សនាវីដេអូហ្នឹងហើយកុំភ្លេចជួយគាំទ្រផលិតផលកសិករផងបាទសូមបងប្អូនខ្មែរទាំងអស់ជួយគាំទ្រផលិតផលខ្មែរដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិហើយនឹងលើកកម្ពស់ជីវភាពប្រជាជនខ្មែរនៅតាមទីជនបទដែលគាត់ខំប្រឹងចម្រាញ់ប្រេងសក្រីប្រេងខ្យល់ផលិតជាផលិតផលរបស់ខ្មែរយើងសូមគាំទ្រទាំងអស់គ្នាបងប្អូនហ្នឹងហើយពុកម៉ែបងប្អូននេះគឺជាប្រេងកាឡាកសិករដែលមានចំណុះទៅដល់20ក្រាមគឺដបធំហើយយើងមិនមានតែ20ក្រាមទេយើងមានទៅដល់ចំណុះ3ចាសម្រាប់ពុកម៉ែបងប្អូនដែលគាំទ្រផលិតផលប្រេងកាឡាប្រេងខ្យល់កសិករហ្នឹងយើងអាចទិញជាមួយនឹង20ក្រាមចំណុះ12ក្រាមហើយនឹងចំណុះ10ក្រាមប៉ុន្តែគ្រាន់តែសបកវិចចាប់ផុស10ក្រាមហើយនឹង12ក្រាមមានពណ៌ក្រហមឃើញនៅក្នុង page ប្រាប់ឲ្យថាយើងមាន3ចំណុះអញ្ចឹងបើថាចង់បានចំណុះធំប្រើបានយូរអាចប្រើប្រេងកាឡា20ក្រាមនេះបានយើងប្រើបានយូរមែនតើកសិករគិតសុខភាពជាចម្បង